ចូលបងប្អូនអើយមិនសរសើរមិនបានសម្រាប់ការប្រកួត Eight Man Tournament ដណ្ដើមកំពង់មាសពី Gainsborough ជាមួយនឹងខ្សែក្រវ៉ាត់ IPCC គុណខ្មែរការប្រយុទ្ធមិញនេះក្រៅពីពេជ្រសម្បត្តិប្រហែលជាទុកមិនជាប់ទេបងប្អូនការប្រកួតយប់មិញនេះ3ប្រកួតពេជ្រសម្បត្តិវាយពេញ9ទឹកប៉ុន្តែមើលទៅមុខមាត់របស់ពេជ្រសម្បត្តិវិញស្អាតចាស់តែម្ដងហើយដោយបងប្អូនបានដឹងហើយសម្រាប់ការប្រកួត Eight Man ការប្រយុទ្ធមិញនេះឃើញថាកីឡាករទាំង7ប្រទេសផ្សេងទៀតដែលចូលរួមសុទ្ធតែជាកីឡាករលំដាប់តែម្ដងហើយជុំទី1ពេជ្រសម្បត្តិប៉ះជាមួយនឹងកីឡាករមកពីរុស្ស៊ីឃើញថាការប្រកួតតានតឹងមែនតើវាយមានទៅមានមកហើយយប់មិញនេះបើខុសពីពេជ្រសម្បត្តិអត់តាន់ទេបងប្អូនក៏អាចទៅរបស់កីឡាកររុស្ស៊ីយប់មិញនេះល្អដៃហើយដៃធ្ងន់មែនតើវាយពេជ្រសម្បត្តិចង់ទាញដែរហើយលទ្ធផលពេញ3ទឹកវាយពេញតែម្ដងគ្មានដកថយបន្តិចបងប្អូនគឺពេជ្រសម្បត្តិឈ្នះពិន្ទុរុស្ស៊ីជុំ1ចូលដល់ជុំ2ប៉ះជាមួយនឹងកីឡាករចិនទុកសាច់របស់កីឡាករចិនដែរពេជ្រសម្បត្តិយប់មិញនេះការប្រកួតវាយមានទៅមានមកឈ្នះអត់ដាច់ទេបងប្អូនការប្រកួតយប់មិញនេះគឺយើងឈ្នះអត់ដាច់ទេទាំងរុស្ស៊ីទាំងចិនជុំ1ជុំ2គឺយើងអាចនិយាយបានថាពិន្ទុគឺផាត់ផោយប៉ុន្តែយ៉ាងណាក៏សរសើរពេជ្រសម្បត្តិគាត់នៅតែធ្វើបានល្អដោយឈ្នះពិន្ទុកីឡាករចិននៅជុំ2និងវគ្គផ្ដាច់ព្រាត់ប៉ះជាមួយនឹងកីឡាករមកពីម៉ុងហ្គូលីយប់មិញនេះក៏ល្អតែបើប៉ះម៉ុងហ្គូលីជុំ3គឺយើងឈ្នះដាច់មកត្រឹមរាប់ថ្ងៃបងប្អូនអញ្ចឹងការប្រកួតយប់មិញនេះឃើញថាពេជ្រសម្បត្តិពិតជាស័ក្តិសមជាម្ចាស់ខ្សែក្រវ៉ាត់IPCC គុណខ្មែរ Eight Man ហើយក៏ស័ក្តិសមជាម្ចាស់កំប៉ុងមាស Gainsborough ដែរបងប្អូនអញ្ចឹងក្រៅពីពេជ្រសម្បត្តិខ្ញុំបាទគិតថាពិបាកតិចហើយបងប្អូនកីឡាករយប់មិញនេះមកប៉ះពេជ្រសម្បត្តិទាំងកីឡាកររុស្ស៊ីទាំងចិនទាំងកីឡាករមកពីម៉ុងហ្គូលីសុទ្ធតែជាលំដាប់កីឡាករជាពិសេសគឺជុំ1តែម្ដងកីឡាកររុស្ស៊ីបដូរដៃមួយពេជ្រសម្បត្តិពេញ3ទឹកតាន់ដូចគ្នារុស្ស៊ីក៏តាន់ពេជ្រសម្បត្តិក៏តាន់បាទហើយអ្វីដែលយើងគូកោតសរសើរមួយទៀតសម្រាប់ពេជ្រសម្បត្តិខ្ញុំមិនដឹងថាគាត់សាងមកពីអីទេបងប្អូន9ទឹកពេញមុខមាត់របស់គាត់គឺស្អាតចាស់អត់មានហើមប៉ោងលឹបភ្នែកអីគឺអត់មានទេបងប្អូន9ទឹកមុខរបស់គាត់គឺស្អាតចាស់អត់មានបែកអត់មានអីទេហើយអ្វីដែលយើងសរសើរមួយទៀត9ទឹកពេញពេជ្រសម្បត្តិដេញបុកដៃគូទាំង9ទឹកអត់មានដកដង្ហើមទេហើយអត់ដឹងថាគាត់មានកម្លាំងស៊ូសមកពីណាទេបងប្អូនហើយពិតជាស័ក្តិសមជាមួយនឹងរហ័សនាមរបស់គាត់ក្របីព្រៃមកដាច់ពេជ្រសម្បត្តិហើយពិតជាស័ក្តិសមជាម្ចាស់កំប៉ុងមាសនិងខ្សែក្រវ៉ាត់ Eight Man ពិតមែនបងប្អូនគឺសរសើរចិត្តស្មោះបាទអញ្ចឹងគឺអត់មានអីទេមានតែជូនពរដល់ពេជ្រសម្បត្តិគាត់ប្រឹងប្រែងបន្តទៀតនៅមានកម្មវិធីធំជាច្រើនហើយក៏ជូនពរដល់កីឡាករគុណខ្មែររបស់យើងផ្សេងទៀតពួកគាត់ក៏មានឱកាសឲ្យតែគាត់មានសមត្ថភាពនៅក្នុងការប្រកួត